ខ្មែរទៀតហើយបងប្អូនណាខ្លះដែលមានគម្រោងមកលេងក្នុងខេត្តសៀមរាបក្នុងឆ្នាំនេះទោះបីសៀមរាបអត់មានអង្គរសង្ក្រាន្តប៉ុន្តែក្នុងខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រាន្តក្នុងនោះនឹងមានកម្មវិធីសប្បាយៗជាច្រើនសៀមរាបឆ្នាំនេះដឹងតែសប្បាយនិងពេញលេងទៀតហើយសម្រាប់បងប្អូនដែលមានបំណងមកលេងក្នុងខេត្តសៀមរាបមុនក្រោយឬអំឡុងពេលចូលឆ្នាំបងប្អូនកុំភ្លេចសេវវីដេអូមួយនេះតបហើយក្នុងវីដេអូមួយនេះផងដែរខ្ញុំនឹងមកប្រាប់អំពីកន្លែងស្អាតៗដែលបងប្អូនមិនគួរមើលរំលងពេលបងប្អូនបានមកលេងក្នុងខេត្តសៀមរាបសម្រាប់ទីតាំងទី1នឹងគឺនៅស្រះស្រង់ពេលព្រឹកនឹងគឺត្រជាក់ស្រួលក៏ដូចជាស្រស់ស្រាយខ្លាំងមែនទែនជាពិសេសនឹងគឺថ្ងៃរះនឹងគឺស្រស់ស្អាតហ្មងកន្លែងទី2នឹងគឺនៅប្រាសាទតាព្រំនៅប្រាសាទតាព្រំនឹងគឺសម្បូរដើមឈើធំខ្លាំងមែនទែនសម្រាប់ខេត្តក្តៅអញ្ចឹងពេលបានទៅលេងប្រាសាទតាព្រំគឺត្រជាក់ស្រួលហ្មងផ្សេងនៅនឹងគឺសម្បូរប្លង់ថតរូបស្អាតៗនិងប្លង់ល្បីៗជាច្រើនហើយនៅនឹងគឺសម្បូរភ្ញៀវទេសចរទៅទស្សនាច្រើនហ្មងសម្រាប់ទីតាំងទី3នឹងគឺនៅភូមិព្រះដាចំពោះអ្នកដែលចង់ទៅរកម្ហូបអាហារពេលព្រឹកពេលថ្ងៃដែលមានរសជាតិឈ្ងុយឆ្ងាញ់និងអ្នកចូលចិត្តញ៉ាំនឹងគឺទៅភូមិព្រះដាគឺមិនខុសនោះទេដោយសារនៅនឹងគឺសម្បូរមុខម្ហូបច្រើនមុខខ្លាំងមែនទែនជាពិសេសអីដែលគេល្បីនឹងក៏ដូចជាជ្រូកក្អាំងអាកោត្នោតនំបញ្ចុកទឹកប្រហុកបាញ់ឆាវហើយនៅនឹងក៏មានហាងកាហ្វេស្អាតៗដែរសម្រាប់កន្លែងបន្ទាប់នឹងគឺសួនរុក្ខជាតិអង្គរនៅទីនឹងគឺពោពេញទៅដោយរុក្ខជាតិការច្រើនមុខក៏ដូចជាប្លង់ថតរូបស្អាតៗនិងសត្វចិញ្ចឹមខ្ជុតជាច្រើនសម្រាប់កន្លែងមួយទៀតនឹងគឺនៅបឹងបាត់ជុំនៅទីនឹងគឺបរិយាកាសស្រស់ស្រាយខ្លាំងមែនទែនដែលមានកន្លែងដែលយើងអាចពិកនិចបានជាពិសេសនៅនឹងគឺមានកន្លែងជីកាយ៉ាហាងកាហ្វេក៏ដូចជាលក់ម្ហូបអាហារផ្សេងហើយសម្រាប់កន្លែងបន្ទាប់នឹងគឺជំរកកាហ្វេហាងកាហ្វេមួយនេះគឺរៀបចំបានស្អាតខ្លាំងមែនទែននៅពេលដែលយើងបានចូលហាងកាហ្វេនឹងហើយគឺដូចរំលឹកអតីតកាលចឹងឯងដោយសារតែក្នុងហាងកាហ្វេនឹងគឺសម្បូររបស់ចាស់ៗជាច្រើនដែលរបស់ទាំងអស់ហ្នឹងគឺយើងធ្លាប់ឃើញតាំងពីក្មេងៗហើយសម្រាប់ប្លង់ថតរូបក៏សម្បូរប្លង់ថតរូបស្អាតៗជាច្រើនដែរហើយសម្រាប់កន្លែងចុងក្រោយហ្នឹងគឺឈ្មោះថាកាហ្វេភ្នំក្រមសម្រាប់ទីតាំងមួយនេះផងដែរគឺទើបតែបើកថ្មីទេនៅហ្នឹងគឺមានបរិយាកាសស្រស់ស្រាយខ្លាំងមែនទែនដែលមាន space ធំទូលាយសម្បូរប្លង់ថតរូបស្អាតៗជាពិសេសហ្នឹងគឺយើងអាចមើល